ជំរាបសួរបងប្អូនអ្នកលេងលលោកទាំងអស់គ្នាអត់បានថតពេលថ្ងៃគេថតពេលយប់បង្ហាញបងប្អូននៅពេលយប់ឲ្យមើលទាំងអស់គ្នាឥឡូវកូនលោកមានច្រើនមានទួង30-40ក្រាបដែរឥឡូវបងប្អូនកំងអាចកំងបានហើយមានបងប្អូនខ្លះក៏គាត់ទេមកសួរទៅនាំយើងថាមានកូនលោកកូនអុយហើយនៅឥឡូវមានហើយនេះកូនលោកមិនមែនតាមនៅលើឈើប៉ុណ្ណេះទេនៅមានទៀតបាទមានខាងនេះទៀតនេះខាងក្រោមនេះខាងក្រោមនេះបងប្អូននោះឯក្រោមនោះក៏មានដែរនោះខាងនោះក៏មានដែរនោះបាទនេះខ្ញុំថតជាលក្ខណៈដូចឲ្យបងប្អូនបានឃើញទាំងអស់គ្នាហើយដោយសារមួយរយៈនេះខ្ញុំអត់បានចេញវីដេអូបង្ហាញដល់បងប្អូនដោយសារថាវាមានការជាប់រវល់នឹងការងារបន្តិចបាទដោយសារជាប់រវល់នឹងការងារទៅអត់បានថតជាវីដេអូបង្ហាញដល់បងប្អូនបានគ្រប់គ្រាន់ទេហើយខ្ញុំចេញវីដេអូនេះក៏ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលជាយាមតាមដាន Channel YouTube ខាងខ្ញុំបាទសូមអរគុណចំពោះបងប្អូនដែលមានការតាមដានមកលើ Channel YouTube របស់ខ្ញុំហើយខ្ញុំក៏ចេះតែមានកម្លាំងចិត្តក្នុងការធ្វើវីដេអូចែកចាយដល់បងប្អូនដើម្បីទោះបីតែយប់ល្ងឹតប៉ុណ្ណាក៏ដោយយើងចេះតែព្យាយាមថតដើម្បីបង្ហាញដល់បងប្អូនបាទដើម្បីឲ្យបងប្អូនបានឃើញបានទស្សនាទាំងអស់គ្នាដើម្បីឲ្យដឹងថាខ្ញុំមានកូនលោកកូនអុយលក់ហើយនៅអីចឹងណាបាទហើយនេះទៅបំបែកចេញពីមេទេបាទបំបែកចេញពីមេនេះមួយនេះបាទបំបែកចេញមកគូបាទដូចថាមកគូហើយមានអានេះមានអាតូចក្រោយដូចថាមានយើងចាប់បំបែកក្រោយមានទៀតមានបាទវាមានលាយគ្នាខ្លះបាទដោយសារថាមួយរយៈនេះគឺយើងអត់ទាន់មានពេលក្នុងការចែកចាយក្នុងការលក់បញ្ចេញចែកបងប្អូនទេដោយសាររវល់ពេកហើយមានបងប្អូនខ្លះគាត់ទេមកសួរនាំពីកូនលោកកូនអីចឹងទៅតម្លៃប៉ុណ្ណេះប៉ុណ្ណោះអញ្ចឹងណាហើយមួយរយៈនេះគឺខ្ញុំចង់នេះដែរប៉ុន្តែខ្ញុំជួបរវល់ការងារទៅក៏សូមអភ័យទោសចំពោះបងប្អូនដែលតាមដាន Channel YouTube ខ្ញុំហើយបងប្អូនដែលមិនទាន់បានឃើញបងប្អូនដែលមិនទាន់បានចុចជាបងប្អូនចុចជាផងដើម្បីទទួលបានវីដេអូថ្មីដើម្បីឲ្យបានឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតហើយបងប្អូនដែលទស្សនាវីដេអូខាងខ្ញុំនេះសូមអភ័យទោសផងចំពោះការនិយាយស្ដីទៅវាមានលើសលុះខ្ពស់ទាបខ្វះដោយប្រការណាមួយសូមខន្តីអភ័យទោសផងបាទហើយរឿងកូនលោកដូចខ្ញុំនិយាយប្រាប់ចែកចាយដល់បងប្អូនក៏បងប្អូនខ្លះគាត់បានសួរនាំក្នុងការចែកចាយក្នុងការសួរយើងថាមានកូនលោកកូនអីចឹងទៅឥឡូវខ្ញុំមានហើយកូនលោកប៉ុន្តែបងប្អូនអាចមានចំណាប់អារម្មណ៍ក្នុងការចង់បានបងប្អូនអាចតាក់ទងមកខាងខ្ញុំបានតម្លៃទៅតាមប្រភេទកូនលោកបាទអត់មានតម្លៃនឹងយើងនេះទេហើយចំណែកត្រង់ខ្ញុំក៏លក់ក៏វាមិនលើគេមិនអន់ជាងគេមិនលើគេតែក៏ខ្ញុំលក់ដូរក៏មិនថាយើងលក់ហើយយើងលក់បង្កាច់បង្ខូចដល់បងប្អូនដែលអ្នកមានត្រង់បង្កាត់ដូចគ្នាហើយក៏យើងចង់និយាយថាការលក់គឺសំខាន់គឺយើងធ្វើបានគេធ្វើបានយើងធ្វើបានប៉ុណ្ណោះឯងវារឿងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគាត់អត់អាចដឹងគាត់អត់អាចនេះគឺសម្រាប់ការនិយាយទៅវាប៉ះពាល់ដល់អារម្មណ៍ដល់បងប្អូនដែលគាត់មានត្រង់បង្កាត់ដូចគ្នាបាទប៉ុន្តែសម្រាប់ការនិយាយទៅគឺដោយកូនលោកគឺយើងមានពូជរបស់វាបាទលោកគឺវាមានពូជថាបងប្អូនចង់បានតម្លៃធូរថ្លៃជាងគេជាងទីផ្សារដូចថាយើងត្រូវលក់មួយគូ50រ៉េលឬក៏នេះឧទាហរណ៍ថាមួយគូ50រ៉េលឬក៏100 130 120ដូចចឹងទៅតែវាមានប្រភេទលោកអ្នកដែលលក់គឺមានប្រភេទលោកប៉ុន្តែការខ្ញុំលក់នេះ
biến bong bồn khác có tham mình lên cả tê bạn anh nâng chia cả sài từ lừa bong bồnដែលបងប្អូនមានចំណារអារម្មណ៍ថាលេងកើតកើតទោះlàបងប្អូនសាកមើលសិនបាទតែក្នុងការសាកនៅលើត្រង់របស់ខ្ញុំគឺខ្ញុំនៅមានភាពធានាចែកចាយចែកជូនដល់បងប្អូនបាទមានចែកចាយចែកជូនដល់បងប្អូនថាបើបងប្អូនយកទៅប៉ះញីបងប្អូនចង់បានឈ្មោលខ្ញុំផ្ញើឈ្មោលទៅតែបងប្អូនយកទៅប៉ះញីខ្ញុំដូរឲ្យបានតែហាមកុំកាត់កងជើងរបស់ខ្ញុំបាទចំណុចទី1ទី2បើយកទៅប៉ះឈ្មោលហើយតែវាអត់ឡើងខ្ញុំនឹងអាចទទួលយកដូរឲ្យវិញប៉ុន្តែកុំកាត់កងជើងដូចគ្នាបាទអានឹងជាការធានារបស់ខ្ញុំហើយសម្រាប់ការលេងយកទៅលេងអត់កើតអត់អីមិនមកបងប្អូនមានចំណារអារម្មណ៍ក្នុងការសួរនាំមកខ្ញុំនឹងអាចได้รับប្រាប់បងប្អូនតាមប្រភេទដោយបងប្អូនគាត់ចង់បានតម្លៃធូរថ្លៃប៉ុន្តែធូរថ្លៃមែនតម្លៃនឹងធូរថ្លៃប៉ុន្តែមិនមែនលលោកលេងមិនកើតទេបាទជួនកាលលោកតម្លៃលលោកគេផ្សេងខ្ពស់ជាងតម្លៃរបស់ខ្ញុំបាទតម្លៃជាងកូនលលោករបស់ខ្ញុំប៉ុន្តែជួនកាលអាចលលោកហ្នឹងអន់ជាងរបស់ខ្ញុំក៏ថាបានបាទអានឹងជារឿងមួយដែលយើងមិនទាន់បានសិក្សាច្បាស់ទាំងខ្លួនហើយបងប្អូនក្នុងការខ្ញុំនិយាយអញ្ចឹងគឺបងប្អូនអត់សូវអាចជឿទេថាព្រោះអីយើងការលក់កាដូគឺយើងត្រូវការសើដូចគេហៅថារបស់យើងគឺត្រូវសើល្អហើយប៉ុន្តែការដែលខ្ញុំនិយាយនេះគឺនិយាយសម្រាប់ប្រភេទដែលបាវាដែលខ្ញុំមុននឹងខ្ញុំបង្កាត់វាគឺខ្ញុំអាចលេងបានខ្ញុំអាចទទួលយកបានសម្រាប់ខ្ញុំបាទប៉ុន្តែដូចបងប្អូនដែលកូនរបស់វាយើងលេងទៅអត់សូវល្អអត់សូវកើតមិនមកអានឹងវាអាស្រ័យទៅលើកូនបារបស់វាចែកកូនចែកចៅមកណាអានឹងវាអាស្រ័យកន្លែងហ្នឹងប៉ុន្តែខ្ញុំនៅតែទទួលខុសត្រូវចំពោះការដែលបងប្អូនជាវពីត្រង់ខ្ញុំទៅបាទមានតែប៉ុណ្្នឹងទេសម្រាប់ការដែលខ្ញុំនិយាយនេះគឺសម្រាប់ឲ្យបងប្អូនអ្នកដែលទៅលេងថ្មីមុននឹងជឿទុកចិត្តក្នុងការទិញជាវកូនលោកពីគេទៅសិក្សាត្រង់របស់គេឲ្យច្បាស់លាស់សិនបាទឲ្យច្បាស់លាស់សិនអានឹងជាការដែលយើងចង់និយាយថាច្បាស់លាស់ជៀសវាងកុំឲ្យចាញ់បោកគេហើយកុំឲ្យវាមានវិបត្តិផ្លូវចិត្តចំពោះការដែលគេអន់ចិត្តចំពោះគេបោកគេប្រាស់លើយើងឲ្យយើងចេះចោះណាអានឹងជាវីដេអូដែលខ្ញុំធ្វើដើម្បីឲ្យបងប្អូនណែនាំដល់បងប្អូនអ្នកដែលលេងថ្មីមុននឹងជាវរបស់គេបងប្អូនសិក្សាត្រង់គេច្បាស់លាស់សិនបាទសម្រាប់ការនិយាយទៅបាទអានឹងជាវីដេអូដែលខ្ញុំធ្វើនេះគឺសម្រាប់ឲ្យបងប្អូនបានឃើញក្នុងការកូនលោកទាំងអស់គ្នានឹងដើម្បីឲ្យមើលឃើញទាំងអស់គ្នាបាទនិយាយលេងក៏រៀងច្រើនដែរហើយក៏សូមអរគុណសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូរបស់ខ្ញុំនេះគឺបងប្អូនជួយចុចជាវនិង Subscribe សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំផងបាទអរគុណច្រើនបងប្អូនសុខសប្បាយទាំងអស់គ្នា